លោកសង់ហ្វ្រង់សឺតាន់ប្រកាសប្រាប់ពិភពលោកថាការឈ្លានពានមួយដែលត្រូវបានបដិសេធបដ ாய் អាចក្លាយជាគំរូទៅថ្ងៃក្រោយលោកសង់ហ្វ្រង់សឺតាន់អតីតប្រធានវិទ្យុបារាំងដែលបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រកាសប្រាប់ពិភពលោកអំពីការឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជាដោយលើកឡើងថាការឈ្លានពានមួយដែលត្រូវបានបដិសេធបដ ாய் អាចនឹងក្លាយជាគំរូទៅថ្ងៃក្រោយតាមរយៈសារមួយទៅកាន់ពិភពលោកនិងប្រជាជនកម្ពុជាលោកសង់ហ្វ្រង់សឺតាន់បានលើកឡើងទាំងស្រុងដូចនេះថាកម្ពុជានឹងប្រឈមការឈ្លានពានពីសំណាក់ថៃ1ខ្ញុំសូមនិយាយទៅកាន់ពិភពលោកថាកម្ពុជាមិនមែនកំពុងធ្វើសង្គ្រាមដោយការជ្រើសរើសនោះទេអ្វីដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនរបស់យើងនៅថ្ងៃនេះក៏មិនមែនជាឧបដិហេតុឬការកើនឡើងនៃភាពតានតឹងដែលមិនអាចគ្រប់គ្រងបាននោះដែរវាជាការឈ្លានពានម្ដងហើយម្ដងទៀតដែលត្រូវបានរៀបចំនិងអនុវត្តយ៉ាងប្រុងប្រយ័ត្នពីរដងក្នុងរយៈពេលប៉ុន្មានខែថ្មីនេះប្រទេសរបស់យើងបានរងការវាយប្រហារមិនមែនតាមរយៈឧបដិហេតុដាច់ដោយឡែកនោះទេប៉ុន្តែតាមរយៈការប្រើប្រាស់កម្លាំងដ៏ឃោរឃៅដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់នៅពីក្រោយភាសាសន្តិសុខជាតិការវាយលុកឈ្លានពានយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើងដោយមិនត្រឹមតែវាយប្រហារលើទីតាំងយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងវាយប្រហារលើជនស៊ីវិលប្រាសាទនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ផងដែរនៅពេលការឈ្លានពានតាមជើងគោកបរាជ័យការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើងរហូតដល់ចម្ងាយ90គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជាខ្ញុំសូមនិយាយទៅកាន់ពិភពលោកថាសង្គ្រាមនេះមានភាពមិនស៊ីមេទ្រីយ៉ាងខ្លាំងការប្រឆាំងនឹងយន្តហោះចម្បាំង F-16 និង Gripen កម្ពុជាឈរដោយភាពធន់និងប្រកាន់យកនីតិរដ្ឋប្រឆាំងនឹងការបង្ហាញអំណាចឃោរឃៅកម្ពុជាបានលើកឡើងនៅប្រវត្តិសាស្ត្រសន្ធិសញ្ញាអន្តរជាតិនិងកិច្ចព្រមព្រៀងឈប់បាញ់តែទោះជាមានតុល្យភាពយោធាបែបនេះក៏ដោយក៏ជនឈ្លានពានមិនអាចសម្រេចបាននៅការគ្រប់គ្រងទឹកដីបានយូរអង្វែងឡើយនេះគ្រាន់តែបង្ហាញពីលក្ខណៈពិតនៃការវាយប្រហារទាំងនេះប៉ុណ្ណោះពួកគេលែងនិយាយអំពីការដណ្ដើមទឹកដីទៀតហើយប៉ុន្តែនិយាយអំពីការបំផិតបំភ័យការបិទបាំងការបរាជ័យនិងការបង្កើតព័ត៌មានភូតកុហកខ្ញុំសូមនិយាយទៅកាន់ពិភពលោកថាអ្វីដែលកំពុងកើតឡើងគឺមិនមែនគ្រាន់តែជាបញ្ហាសម្រាប់កម្ពុជានោះឡើយពីព្រោះការឈ្លានពានមួយដែលត្រូវបានបដិសេធបដ ாய் អាចនឹងក្លាយទៅជាគំរូទៅថ្ងៃក្រោយហើយការចោះចាញ់នឹងជំរុញឲ្យមានការរំលោភបំពាននៅពេលអនាគតនៅកន្លែងផ្សេងទៀតនៅពេលណាដែលនីតិរដ្ឋមិនអាចទប់ស្កាត់ការប្រើកម្លាំងបាយ2ខ្ញុំចោទប្រកាន់ថៃថាបានធ្វើសង្គ្រាមដោយមិនមានការប្រកាសប៉ុន្តែដោយចេតនាយ៉ាងពេញលេញខ្ញុំចោទប្រកាន់ថៃថាបានប្រែក្លាយការឈ្លានពានទៅជាការការពារការញុះញង់ទៅជាលេសនិងការភូតកុហកទៅជាគោលលទ្ធិខ្ញុំចោទប្រកាន់ថៃថាបានធ្វើសង្គ្រាមប្រឌិតរឿងរ៉ាវដោយចង់សរសេរប្រវត្តិសាស្ត្រឡើងវិញលុបចោលភូមិសាស្ត្រនិងជំនួសច្បាប់អន្តរជាតិដោយច្បាប់របស់អ្នកខ្លាំងបំផុតក្រោមការក្លែងបន្លំនៃស្នេហាជាតិថៃបានមួលបង្កាច់ការពិតប្រាឧបដិហេតុជាឧបករណ៍និងបន្លំថាខ្លួនឯងជាជនរងគ្រោះខ្ញុំចោទប្រកាន់បន្ថែមទៀតនៅអំណាចមួយដែលនៅពេលការរួបរวมផ្ទៃក្នុងរបស់ខ្លួនធ្លាក់ចុះបែរជាទៅស្វែងរកសត្រូវខាងក្រៅចំនួននេះមិនមែនគ្រាន់តែជាចំនួនទឹកដីនោះទេវាជានយោបាយជានិមិត្តរូបនិងជាការប្រមាថមើលងាយយ៉ាងខ្លាំងវាត្រូវបានបម្រើជាបង្វែរការចាប់អារម្មណ៍របស់សាធារណជនរក្សាអំណាចដែលកំពុងមានការប្រជែងនិងបង្កើតការភ័យខ្លាចដោយប្រឌិតថាមានការគំរាមកំហែងពីបរទេសខាងក្រៅ3ខ្ញុំសូមនិយាយទៅកាន់កម្ពុជាថាចូលឈរឲ្យរឹងមាំពីព្រោះយើងយល់ពីអត្ថន័យដើម្បីរស់រានមានជីវិតចន្លោះពីឆ្នាំ1970ដល់ឆ្នាំ1998ប្រជាជនយើងបានតស៊ូឆ្លងកាត់សង្គ្រាមពីរលើកនិងការប្រឡាយពូជសាសន៍មួយយើងដឹងពីតម្លៃនៃឈាមយើងក៏យល់ពីតម្លៃនៃសាមគ្គីភាពផងដែរសប្តាហ៍ថ្ងៃទាហានរបស់យើងកាន់កាប់ទីតាំងរបស់ពួកគេដោយដឹងយ៉ាងច្បាស់ថានៅពីក្រោយពួកគេមិនត្រឹមតែជាសមរភូមិមុខប៉ុណ្ណោះទេប៉ុន្តែជាប្រជាជាតិទាំងមូលនៅតាមទីក្រុងនិងបណ្ដាភូមិការខ្វះខាតត្រូវបានបំពេញដោយការជួយគ្នាទៅវិញទៅមកសាមគ្គីភាពមិនត្រូវបានប្រកាសជាសាធារណៈទេតែវាមានជីវិតវាជាការពិតបច្ចុប្បន្ននិងនៅរស់រវើកការប្រឈមឲ្យរឹងមាំមិនមែនដើម្បីអំពាវនាវឲ្យមានការស្អប់ខ្ពើមនោះទេវាដើម្បីបដិសេធការលុបបំបាត់ចោលការឈរឲ្យរឹងមាំគឺដើម្បីជឿថាច្បាប់សូម្បីតែនៅពេលដែលត្រូវបានជន់ឈ្លីក៏ដោយក៏តែងតែងើបឡើងវិញម្ដងទៀតការឈរឲ្យរឹងមាំគឺដើម្បីដឹងថាការកុហកមិនស្ថិតស្ថេរឡើយជនឈ្លានពាននឹងដួលរលំព្រោះវាដើរទៅមុខឈរលើមូលដ្ឋាននៃការភូតកុហក
ហើយនៅពេលដែលវាដួលរលំសេចក្តីពិតនឹងបង្ហាញខ្លួននៅពីមុខវាកម្ពុជាសូមអំពាវនាវដល់អ្នកដែលតែងតែជឿជាក់លើយុត្តិធម៌សន្តិភាពនិងនីតិរដ្ឋកម្ពុជាអំពាវនាវដល់ប្រជាជាតិកុំបែរមុខចេញការប្រងើយកន្តើយពីការឈ្លានពាននៅថ្ងៃនេះនឹងទុកឲ្យការឈ្លានពានកើតឡើងនៅថ្ងៃស្អែកការដែលអ្នកវាយប្រហារយើងឆ្លើយតបយ៉ាងច្បាស់ថាយើងនឹងមិនបោះបង់ចោលទាំងទឹកដីរបស់យើងសិទ្ធិរបស់យើងឬការចងចាំរបស់យើងឬសេចក្តីថ្លៃថ្នូររបស់យើងដាច់ខាត